រុនសុស្ដីពីទីរួមខេត្តកំពតបាទក្រោកមករៀងថ្ងៃបន្តិចដែរឥឡូវមកផ្ដិតយករូបភាពពេលព្រឹកនៅទីក្រុងកំពតខេត្តកំពតតែម្ដងបាទបន្ទាប់មកក្រុមគ្រួសារមីនរៀបចំចេញដំណើរទៅតាមរមណីយដ្ឋានផ្សេងប៉ុន្តែថ្ងៃនេះគឺយើងជិះទៅឆ្ងាយបន្តិចបាទទៅភ្នំវត្តដែលនៅក្នុងទឹកដីនៃខេត្តនៅក្នុងទឹកដីនៃខេត្តកំពតបាទគេហៅថារមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវត្តនៅទីនោះគឺទេសភាពព័ទ្ធទៅដោយភ្នំជុំវិញមានភោជនីយដ្ឋានរបស់គេនៅទីនោះហើយយើងក៏អាចកម្សាន្តជិះឡូរីលេងផងដែរបាទ
ពីចំណាយពេលនៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវត្តនឹងប្រហែលជា2ម៉ោងទាំងជារថឡូរីហើយទៅមកហ្នឹងហើយនឹងដើរទស្សនានៅជុំវិញនៅក្នុងហាងនៃរមណីយដ្ឋាននឹងបន្តិចក៏ក្រុមគ្រួសារយើងត្រឡប់មកវិញបាទដែលសល់ពេលវេលាដែរប៉ុន្តែយើងជិះតាមផ្លូវថ្មីដែលចេញពីភ្នំវត្តហ្នឹងកាត់ direct ទៅកាន់ឈូកតែម្ដងបាទយើងចេញពីភ្នំវត្តមកដល់ស្រុកឈូកហើយក៏ជិះខាត់ហួសឈូកបន្តិចដោយសារយើងនៅសល់ពេលវេលាដែរយើងក៏ឈៀងចូលទៅរមណីយដ្ឋានរំលេចតែម្ដងដែលហួសពីឈូកនឹងប្រមាណជា10ជាងគីឡូហើយយើងក៏បត់ឆ្វេងប្រហែលជា4ទៅ5គីឡូយើងនឹងទៅដល់រមណីយដ្ឋានរំលេចតែម្ដងបាទបាទដំណើរទស្សនាចូលរបស់ក្រុមគ្រួសារ admin មកកាន់ខេត្តកំពតមួយយប់2ថ្ងៃសិនមកថាចប់តែប៉ុណ្ណេះបាទអរគុណពុកម៉ែបងប្អូនច្រើនដែលបានចំណាយពេលវេលាតាមដានទស្សនារបស់ក្រុមគ្រួសារ admin ពីដើមរហូតដល់ចប់ចាប់តាំងពីវីដេអូថ្ងៃទី1រហូតមកដល់វីដេអូថ្ងៃទី2ថ្ងៃនេះបាទអរគុណច្រើនសូមជម្រាបលា